ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងពីស្ថានភាពអាកាសធាតុសម្រាប់ថ្ងៃទី27ខែមេសាឆ្នាំ2026នេះដោយសម្ពាធទាមកាត់ឡើងលើសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់ប៊ូសុកអេសានដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជានិងមកលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែមេសាឆ្នាំ2026មួយតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា37អង្សាសេខ្យល់បក់មកពីទិសបូព៌ានិងទិសអាគ្នេយ៍ល្បឿនមធ្យម2ម៉ែត្រនៅក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំស្វាយរៀងព្រៃវែងតាកែវកណ្ដាលនិងភ្នំពេញមានភ្លៀងធ្លាក់ជាមួយនឹងខ្យល់កន្ត្រាក់នៅគោរន្ទះគ្រប់បណ្ដាពលិបដី15%តំបន់ខ្ពង់រាមសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់ពីទិសឦសាននិងទិសបូព៌ាដែលមានល្បឿនមធ្យម3ម៉ែត្រនៅក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃលិនស្ទឹងត្រែងឧត្តរមានជ័យព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញមានភ្លៀងធ្លាក់ជាមួយនឹងគោរន្ទះនិងខ្យល់កន្ត្រាក់គ្រប់បណ្ដាពលិបដី10%តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់ពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រនៅក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកូមានភ្លៀងធ្លាក់ជាមួយនឹងខ្យល់កន្ត្រាក់និងគោរន្ទះគ្រប់បណ្ដាពលិបដី20%រលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដូចបានជម្រាបជូននៅក្នុងព័ត៌មានខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន